ព្រឹត្តិការណ៍ខ្លីខ្លឹមខ្លាញ់ផ្ទុះល្បីក្នុងបណ្ដាញសង្គម Facebook ព្រឹត្តិការណ៍ខ្លីខ្លឹមខ្លាញ់ទី1ឈប់យល់ច្រឡំទៅជនសង្ស័យមិនមែន8នាក់ទេពាក់ព័ន្ធនឹងករណីរំលោភសម្លាប់ក្មេងស្រីអាយុ15ឆ្នាំឯកឧត្តមជួននរិនបានលើកឡើងថាខ្ញុំបាទសូមគោរពជូនព័ត៌មានដល់មហាជនមេត្តាជ្រាបថាករណីឃាតកម្មក្នុងខណ្ឌព្រែកភ្នៅថ្ងៃទី21ខែ5ឆ្នាំ2025លើក្មេងស្រីខាងសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជនសង្ស័យភ្លាមចំនួន3នាក់តែមានប្អូនប្រុសម្នាក់ដែលផ្សព្វផ្សាយថាជាករណីរំលោភបោកដែលបានលទ្ធផលថាមានចំនួន8នាក់នោះជារឿងមិនពិតនោះទេដែលផ្សាយនេះធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍និងកិត្តិយសដល់ក្រុមគ្រួសារនៃសពជាខ្លាំងជាពិសេសមហាជនមានការយល់ច្រឡំសូមបញ្ជាក់ថាខ្ញុំបានដឹកនាំបញ្ជាផ្ទាល់លើករណីនេះហើយក្នុងការពិនិត្យធ្វើកសលវិច័យលើសាកសពមានព្រះរាជអាជ្ញាលោកគ្រូពេទ្យតុលាការមន្ត្រីនគរបាលជំនាញនិងអង្គការ CPU ប្រកបដោយជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌ផងដែរឯកឧត្តមបានបន្តទៀតថាដូច្នេះសូមបងប្អូនអ្នកផ្សាយព័ត៌មានមិនពិតខាងលើសូមរក្សាក្រមសីលធម៌វិជ្ជាជីវៈផងសូមបកស្រាយឡើងវិញជាបន្ទាន់ខ្ញុំបាទក៏សូមសំណូមពរដល់ក្មួយស្រីឬអាណាព្យាបាលទាំងឡាយសូមកុំឆាប់ជឿការអូសទាញរបស់ជនខិលខូចមួយចំនួនតូចដែលមិនគួរទុកចិត្តឬហៅចេញទៅកន្លែងស្ងាត់វាអាចមានហានិភ័យដល់ក្មួយដូចរឿងខាងលើខ្ញុំសូមអរគុណច្រើនដែលមហាជនមានជំនឿទុកចិត្តលើសមត្ថកិច្ចយើងខ្ញុំបាទនេះបើតាមអ្វីដែលឯកឧត្តមជួននរិនបានធ្វើការបង្ហោះសារនៅលើគណនី Facebook ផ្លូវការរបស់ឯកឧត្តមនៅថ្ងៃទី22ខែឧសភាឆ្នាំ2025ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខ្លីខ្លឹមខ្លាញ់សំខាន់ទី2វិញគឺពាក់ព័ន្ធនឹងលោកផៃវណ្ណៈបានទម្លាយខ្ទេចខ្ទីពីប្រធានស្ថាប័នខ្លះដែលបានគំរាមកំហែងដកមន្ត្រីខ្លួនដែលពាក់ព័ន្ធនឹងករណីមិនប្រក្រតីពាក់ព័ន្ធនឹងករណីខាងលើនេះលោកផៃវណ្ណៈបានលើកឡើងថាមេឥឡូវកាច់ណាស់ប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តឧត្តរមានជ័យគម្រាមកំហែងដកកូនចៅព្រោះផ្ដល់ព័ត៌មានឲ្យអ្នកកាសែតរីឯស្នងការខេត្តព្រៃវែងគម្រាមកំហែងដកទូនាទីបកសាក់កូនចៅព្រោះកូនចៅផ្ដល់ព័ត៌មានមកអ្នកកាសែតពីភាពមិនប្រក្រតីរបស់អធិការរងស្រុកពីរាំងនិងប្រធានមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីធ្វើសំណើដេញកូនចៅពីក្របខ័ណ្ឌព្រោះកូនចៅហ៊ានផ្ដល់ព័ត៌មានពីការដឹកនាំមិនប្រក្រតីរបស់អ្នកកាសែតលោកផៃវណ្ណៈបានបន្តទៀតថាករណីមេអង្គភាពគម្រាមកំហែងមន្ត្រីថ្នាក់ក្រោមនេះលោកផៃវណ្ណៈនឹងធ្វើការ live show ដោយផ្ទាល់តែម្ដងដើម្បីផ្ដល់ព័ត៌មានលម្អិតជូនបងប្អូនក៏ដូចជាថ្នាក់ដឹកនាំបានជ្រាបអំពីទង្វើរបស់ប្រធានអង្គភាពនិងរដ្ឋមន្ត្រីខ្លះជាពិសេសរដ្ឋមន្ត្រីក្រសួងចុចតែម្ដងមួយក្រសួងធ្វើការតែ4-5នាក់គ្នាគាត់ទេក្រៅពីនោះគាត់ធីបចោលទាំងអស់ជាពិសេសធ្វើចរិតដោយស្ដេចលោកផៃវណ្ណៈបានបន្តទៀតថាបើដកឬដេញមន្ត្រីខិលខូចមិនថាទេតែដកឬដេញមន្ត្រីត្រឹមត្រូវឬមានកំហុសឆ្គងការងារតិចតួចបែរជាបណ្ដេញចេញពីក្របខ័ណ្ឌដូចជាហួសហេតុពេកគ្រាន់តែមន្ត្រីរាប់អានផៃវណ្ណៈក៏ដេញគ្នាចេញពីក្របខ័ណ្ឌដែរនេះបើតាមការលើកឡើងរបស់លោកផៃវណ្ណៈនៅក្នុងគណនី Facebook របស់លោកនៅថ្ងៃទី22ខែឧសភាឆ្នាំ2025